ขณะจันประกาศนาสมนมัสการไอ้กลุ่มจุ่มไปในปัตรายรัฐได้เจรัตนาดองดำภาษาปุ่งปุกเล็กโลเด่นรัตนาตยศบนเตมิทั้งสมนมัสการฝ่ายกลุ่มได้ได้เรียเชลลามือนั่งประซองเดี๋ยวบานนิมนต์กวงจิตศกในขนมแบบนู้ก็โดยชีวิตได้บานกาดมาเมียนสถีเมียนโยนิสามเนี่ยสิกาเมียนปัญญาบานเรียบจำชีวิตนั้นเอาเมียนติดได้ศกนั่นแหละน้องกาได้เมียนบอลปีอดีตเฉียดมานั้นบานจำรานล้างน้องปัจจุบันนั้นดาวจะใส่กาแสบกุบตั้งปีในขนมประเทศแต่ซ้ำกูนังใจแต่เชียจักระทัวเชียกล้องđể vềในขนมสิกระไดจำรานั้นให้ก็về từโรคาออกตกก็น่ะปอบเปจักตะปัญญตาเพียบจีเนี่ยเมียนบอลบานเฟอตกหมอกหายก็บานการในขนมตีอะไรได้น้อมไอเมียนสิกระไดจำราธรรมดายังเกิดเคยดอกำนอบน่ะกำนอบเมียประลอยกะกำนอบได้เชี่ยกระเทาะนองโลกนั่งปันแต่เบอยังบานมาศักษาในปะทัวคือกำนอบโพธิปักเยะโทได้เพื่อออกตามนะฮะออกปัญญาขันคืออดเมียนโยสมบัติไอ้ขนมโลกนั้นเตอเปรียบเตอปังอูดปังอจมปัวเปรียนิเปียนบานเตสมบัติเมียประรัตนะกายกองสมบัติสดัจจะสมบัติเตวโลกปรุมโลกไอ้ก็อดโยเตอปังอูดเปรียนิเปียนบานได้ปังอูดบานได้เคลียไอ้น้องพบนั่งเมียนปัญญาคันเมียนกี่เลยจังเตยโดยจิตาการเสด็จเคลียนเตยตรการบริโภคเตยก็เจ๊แต่อาศัยนั่งเครื่องบริโภคนั่งไอ้ก็บังอูดบังอ้อไอ้เนี้ยจะตามนั่งโดยสาการบริโภคนั่นไงก็บรรทัดโดยท่าอาหารบริโภคระบอสนอไอ้ช่างเตยเดี๋ยวมัวไอ้นั่งมันอาจมาปังอูดมนุษย์ไอ้เตยบานเตนั่นไงจะตีเปิมบอมนุษย์ไอ้อาหารบอมนุษย์นั่นก็บานได้มนุษย์ได้บริโภคโดยเคลียจังเตยก็เจ๊แต่ปังอูดปังอเคลียจังเตยการมากุนเชื่อระบอมนุษย์นั่งเมนแต่หาบริโภคเตปัญตาก็จิตตีเพิ่มละอามละบอเตวดาจังเตยสมบัยแต่การมากุนจิตเต็บก็จิตตีได้ปรุมcái mình sẽเคลียนมันตรกาปัฒนาบริโภคไอ้จังแต่ลายแต่สมบัยผู้เวเรียกเกี่ยบอกปรุมได้เตรอนังตีกับลายเตรอนังพบเชียดกับนาไอ้ต่างนั่นก็จะตีเลี้ยบ้องในเปรี้ยอะไรเยอะบุกเกลได้เปรี้ยระหอนนั้นมันบานเตรอลายนั่นคือยังครั้นได้เลิกไอ้เคยลมดับลมดาวในการบริโภคปรา
ជាមួយនឹងរបស់ក្នុងលោកហ្នឹងដើម្បីឲ្យយើងយល់ថាវាតេតួងនឹងការបរិភោគប្រើប្រាស់ដែលអាស្រ័យបញ្ញខណ្ឌដែលអាស្រ័យមានចំណងមានសេចក្តីត្រូវការប្រាថ្នាអញ្ចឹងទៅចេះតែបង្អួតបង្អគ្នាទៅប៉ុន្តែយើងចូលមកក្នុងពធហ្នឹងមានពធដឹកនាំចឹងតម្លើងសំឡេងតិចអង្គឈិនណាមានពធហ្នឹងដឹកនាំទៅរកការនឿយណាយប្រព្រឹត្តទៅរកការអស់តណ្ហាហើយអត់មានបញ្ញខណ្ឌតើអ្វីក្នុងលោកហ្នឹងសម្រាប់យកទៅបង្អួតព្រះនិព្វានបានទៅហ្នឹងឯងអញ្ចឹងណាខ្ញុំគណាបានរួមសេចក្តីនៃពធព្រឹកនឹងទៀតណាលឺល្អហើយហ្នឹងហើយហើយបងឈិនតាមពិតប្អូនលោកគ្រូទេហ្នឹងឯងបងពរធីវីនេះមួយហ្នឹងហើយគាត់បងតាំងពីដើមមកតែប្អូនលោកគ្រូទេហ្នឹងឯងហ្នឹងឯងគ្រាន់តែសន្មត់ឲ្យគ្នាតាមនឹងអញ្ចឹងទៅបោះប្រើប្រាស់ឈ្មោះនាមអីបញ្ញខណ្ឌអីទាំងអស់ហ្នឹងសំខាន់គឺយើងមិនបានប្រកាន់ទុកដាក់អីជាអត្តាទូខ្លួនអីយើងទៅទេណាហ្នឹងឯងអប់រំចិត្តចម្រើនបញ្ញាទៀតអាស្រ័យអត្តភាពហ្នឹងប្រកាន់ធ្វើជាតួខ្លួនទៅយ៉ាប់ណាស់ព្រោះណាយ៉ាប់ដោយអំណាចនៃសេចក្តីទុក្ខក្នុងវដ្តសង្សារហ្នឹងយ៉ាងបាននមស្ការថ្វាយបង្គំព្រះសង្ឃបាញ់មិញគឺរំលឹកពីរឿងដែលថាអាការដែលមនុស្សត្រេកអររីករាយនៅក្នុងកាមគុណក្នុងការគ្រប់គ្រងផ្ទះអីទាំងអស់ហ្នឹងគឺដោយសារតែថាវាមានបញ្ញខណ្ឌវាមានកិលេសចេះតែត្រូវការប្រាថ្នាបរិភោគខ្សែផ្សោយចឹងទៅហើយក៏លិចចុះទៅដោយការប្រកាន់ហួងហែងហ្នឹងមិនបានឃើញថាមិនមែនជារបស់យើងមិនមែនជាយើងមិនមែនជាខ្លួនយើងហើយមានឧបាយក្នុងការលះបង់មិនបានលិចទៅជាមួយនឹងសេចក្តីទុក្ខនោះអត់មានឧបាយហ្នឹងអញ្ចឹងវត្តដាក់ហ្នឹងជាទុក្ខសត្វលោកក៏ឈ្មោះថាលិចទុក្ខណាលិចទៅតាមសេចក្តីទុក្ខហ្នឹងដូចថាវាជាប់ជាមួយគ្នានឹងដូចថាកប៉ាល់ទឹកហ្នឹងឯងទូកកណូតអីហ្នឹងវាលិចទៅក៏វាជាប់នៅក្នុងទូកកណូតហ្នឹងជាប់នៅក្នុងកប៉ាល់ទឹកហ្នឹងហើយក៏លិចទៅជាមួយអញ្ចឹងណាហ្នឹងឯងការដែលជាប់នៅក្នុងវត្តដាក់ហ្នឹងវាលិចចុះក្នុងវត្តដាក់ជាប់ក្នុងទុកវាលិចទៅតាមទុកដូចថ្មសដូនកជាប់នឹងកកលិចចុះទៅអញ្ចឹងឬក៏ដូចថារថយន្តបើកទៅធ្លាក់ជ្រោះទៅវាជាប់ខ្សែក្រវ៉ាត់ជាប់នៅក្នុងរថយន្តហ្នឹងវាធ្លាក់ទៅជាមួយទៅរបៀបហ្នឹងណាហ្នឹងហើយហ្នឹងរឿងកថុជនអាស្រ័យវត្តដាក់នោះដូចពូបរិពេជក់អីពូនិក្រន់អីដែលបានសន្តានាជាមួយនឹងលោកសិទ្ធិអនាថបណ្ឌិតលោកសិទ្ធិហ្នឹងក៏
លើកបញ្ជាក់អំពីទិដ្ឋិរបស់អ្នកទាំងអស់គ្នាហ្នឹងវានៅជាប់ជាមួយនឹងបញ្ញខណ្ឌហ្នឹងដែលជាទុក្ខព្រោះបញ្ញខណ្ឌហ្នឹងមិនទៀងជាទុក្ខអញ្ចឹងគឺថាអ្នកទាំងអស់គ្នាហ្នឹងគឺថាលិចចុះទៅជាមួយនឹងសេចក្តីទុក្ខហ្នឹងហើយយើងស្ដាប់ឲ្យយល់ត្រង់ថាលិចចុះទៅជាមួយនឹងសេចក្តីទុក្ខហ្នឹងមកពីវាជាប់ដោយសេចក្តីប្រកាន់រូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងហើយវាមានអវិជ្ជាតណ្ហាបាទានកម្មដែលនាំឲ្យវត្តដាក់ប្រព្រឹត្តទៅហ្នឹងគឺវាជាប់ទៅតាមហ្នឹងដែលថាសត្វលោកហ្នឹងគឺវាបញ្ញត្តិទៅលើបញ្ញខណ្ឌហ្នឹងហើយបញ្ញខណ្ឌហ្នឹងប្រព្រឹត្តទៅដោយសមុទយៈជាហេតុដែលនាំឲ្យមានវត្តដាក់ហ្នឹងវាអត់មានឧបាយដើម្បីកម្ចាត់បងសមុទយៈហ្នឹងអាហ្នឹងឯងដែលឈ្មោះថាលិចចុះទៅតាមទុក្ខវាអត់មានសត្វលោកអីណាទៀតទេប៉ុន្តែដែលនិយាយបញ្ញត្តិថាសត្វលោកហ្នឹងហើយលិចចុះទៅតាមទុក្ខហ្នឹងគឺបញ្ញត្តិទៅលើទុក្ខហ្នឹងសមុទយៈហ្នឹងដែលអត់មានឧបាយនៃបញ្ញាហើយអ្នកទាំងអស់ហ្នឹងត្រឡប់មករកលោកសិទ្ធិអនាថបិណ្ឌិតដែលសម្ដែងពីបញ្ញខណ្ឌហ្នឹងហើយក៏ថាលោកសិទ្ធិក៏ជាប់នៅក្នុងទុក្ខលិចចុះទៅតាមទុក្ខចឹងដែរហ្នឹងត្រឡប់បកមកយកតាមពាក្យរបស់លោកសិទ្ធិហ្នឹងទាំងងងឹតទាំងល្ងងគឺអត់ដឹងដែលលោកសិទ្ធិថាអ្នកទាំងអស់គ្នាលិចចុះទៅតាមសេចក្តីទុក្ខហ្នឹងវាយ៉ាងម៉េចវាអត់ដឹងទេវាអត់យល់ថាលិចទៅតាមទុក្ខហ្នឹងលិចយ៉ាងម៉េចទេដល់ទៅលោកសិទ្ធិគាត់ប្រកាសថាទិដ្ឋិរបស់យើងនេះគឺលោកសិទ្ធិខ្លួនគាត់នេះអ្នកទាំងអស់នឹងសួរពីទិដ្ឋិព្រះសាស្តាសួរពីទិដ្ឋិរបស់ភិក្ខុសង្ឃលោកសិទ្ធិគាត់ថាយើងធ្វើម៉េចនឹងទៅជ្រាបទៅដឹងបានទិដ្ឋិហ្នឹងគឺលោកសិទ្ធិគាត់ទទួលពីព្រោះមិនមែនថាមិច្ឆាទិដ្ឋិទៅនោះទេជាញាណទេសនៈសម្មាទិដ្ឋិអញ្ចឹងទៅប៉ុន្តែចំពោះទិដ្ឋិខ្លួនគាត់អាចប្រាប់អ្នកទាំងអស់គ្នានឹងបានក្នុងការដែលគាត់យល់ឃើញយ៉ាងម៉េចគឺគាត់ឃើញរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងមិនទៀងរបស់ណាមិនទៀងរបស់នោះជាទុក្ខរបស់ណាមិនទៀងជាទុក្ខមានសេចក្តីប្រែប្រួលគឺរបស់នោះមិនមែនរបស់យើងមិនមែនយើងមិនមែនខ្លួនយើងហើយពួកអ្នកទាំងអស់ហ្នឹងថាអញ្ចឹងលោកសិទ្ធិជាប់នៅក្នុងរបស់មិនទៀងជាទុក្ខហ្នឹងអញ្ចឹងដែរគឺលើកមកហ្នឹងងងឹតងងមកមិញមកមាំងថាតាមពាក្យលោកសិទ្ធិហ្នឹងដោយអត់យល់ត្រង់ដែលថាអ្នកទាំងអស់គ្នាហ្នឹងជាប់នៅក្នុងទុក្ខហើយលិចតាមទុក្ខនេះវាអត់យល់ថាយ៉ាងម៉េចផងទេវាអត់យល់ថាលិចតាមសេចក្តីទុក្ខហ្នឹងមិនទេពីព្រោះអានេះគឺលោកសិទ្ធិគាត់ប្រកាសពីទុក្ខហើយនឹងសមុទយៈដោយអត់មានឧបាយដើម្បីនឹងឲ្យរួចផុតចាកទុក្ខហើយបានបញ្ញត្តិថាអ្នកទាំងអស់គ្នាហ្នឹងទៅតាមក្រសែនៃវត្តដាក់ហ្នឹងវាលិចចុះតាមទុក្ខដូចថាសដូនកនឹងដុំថ្មលិចទៅលិចតាមសេចក្តីទុក្ខហ្នឹងអញ្ចឹងពីព្រោះវានៅក្នុងការប្រកាន់រូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងអញ្ចឹងគឺថាបញ្ញខណ្ឌហ្នឹងវាប្រព្រឹត្តទៅដោយតណ្ហាបាទានជាវត្តដាក់អញ្ចឹងអ្នកទាំងអស់គ្នាហ្នឹងវាលិចចុះនៅក្នុងវត្តដាក់ហ្នឹងពីព្រោះដោយអរិយសច្ចៈគឺវាសមុទយៈហ្នឹងឯងហើយដល់ទៅនាំគ្នាត្រឡប់ថាឲ្យមកលោកសិទ្ធិវិញអានលោកសិទ្ធិក៏តទៅចុងក្រោយហ្នឹងថារបស់ណាមិនទៀងរបស់នោះជាទុក្ខរបស់ណាមិនទៀងជាទុក្ខមានសេចក្តីប្រែប្រួលយើងឃើញតែរបស់នោះមិនមែនយើងណាមិនមែនជារបស់យើងក៏មិនមែនជាទូខ្លួនយើងដែរទាំងដែលយើងដឹងពីឧបាយនៅក្នុងការលះបង់គឺលោកសិទ្ធិគាត់ប្រកាសប្រាប់អំពីឧបាយគាត់មានឧបាយហ្នឹងគឺនិយាយជាវោហាយគាត់មានឧបាយហ្នឹងហើយ
chứ đòi bò rầm mặt nó cứ sậy cứ nơi không khăn thép bảo vật là bò quạt nó miền ca rùm luật nơi hai nơi vật đạ nó ạ cứ thà chiết đi phẩm bay cứ ọt miền chạp vì chiết đi phẩm bay tới rồi hốt cứ ọt miền nâng ảnh cứ miền sao ta bắt tầm mẹ nâng ảnh để chỉ ụ bái ôi bán đó nơi nì rột nâng bán nì dế chỉ vô hà máu ạ nè dế chỉ vô hà máu cứ thà dế đăng pi ụ bái nông cá lẹ bằng nông cá rồi lót chào nơi tục nơi tục cứ ụ ba tiên là khăn tục nụ nó cập dế chắc mau pi ấy mau pi khăn thép bồ vót để xong là mót tha lục chỉ thay à nà tờ bên đực nâng á cứ không khăn thép bồ vót trai mót tha ca bồ bật từ này khăn nâng á miền ca cầm chặt bóng nơi hai nơi sẽ đầy tục nâng ảnh chẳng tục nâng về nơi dạng trán from pi chia tiệt tại phần nâng ở nâng bán cất này dễ chỉ vô khá ta cốt miền ủ bài cất đăng pi ủ bài hay ủ bài nó cứ tiệt tuông nâng vipassana nó cứ tròn để đăng thà bỏ ná mình tiên chỉ túc miền thì đây prai prúa cái thà nu mình men chia khai luôn giờ hay miền dương nè phơ màu ấy nà hay bờ về ở miền dương nè phơ máu chia rồi bỏ dương vậy mày từ về ở miền thì đây bạc căn thì đây bạc cắn về rồi luật dương kết cái gì kết bán ấy vấn đề bờ về mình ban liệt cắt nơi thì đây bạc căn nâng tế chẳng cứ về mình ruồi chè và nâng về chi chầm non nâng ảnh chẳng cứ nơi cái nông thì cái đây này và thua nè dân sắc xa tới tệ tuôn nâng kịch pron đi bạch chẳng tới về bàn vô tịnh mà đòn tới có bàn thì rô tới tam để dân bàn vô nâng lang xâm lên tí tiện mấy lang sưu lại là riêng được lệ cho một bình tịch nè thay đền thích tế nghiệt mình ấy đó nó nè miền là khảo tộc này mới chui ở lư cho bạc lên tên nào là ngày lời nó về ật miền khảo tộc như thế lư pi cài máu văn tề cho ba hai phần năng hay còn còn thàn thiệt là ngày phần nào là ngày xong bạn thị đây chẹp là nòng cà phê về lia sắc xa và thua rồi bằng thầm miệt cha trong chùm nít cả ca hái xem rạp ngày ní này sọc mài dương chôl màu aron xua sẽ đây là ngày chạp đàm khai phệ trở bọt dân chắc chắc là hai phật bọt này hai cành bánh chùm bánh ấy hay này lạc hai tiệt đang châu Renault tới cứ dân bàn rồi nơi vì một ngày từ một ngày ấy nó dân săn nằm mót từ tam khăn thép vào vọt chỉ cả một bật từ này khăn tầm nó to nâng anh để thà chỉ luôn dân riêng vào ông riêng luôn nắng chẳng cứ miền và nhà đọt sài từ tam nâng còn nào để nâng trời bàn chỉ đẹp đằng trời còn nào sân lên như được ắt má đó lư ăn trở về nhà ăn luôn vía đấy này này cái nào việc lẹ luôn về ní lư về nhà là ngày nào phần năng các còn pa về thế đó chậm mờ lấy nhậm ná về ban là cào đi mùi màu nó anh bàn là cho tha tam đằng bàn nè
ប៉ុណ្ណឹងហើយវាជួយសម្លេងព្រោះទៅបានប៉ុន្តែតលប្រឹងខ្លាំងហើយហ្នឹង2 ម៉ោងព្រឹកហ្នឹងវាខ្លាចវាស្អកហ្នឹង1 ម៉ោងអីចឹងទៅវាស្អកហើយបើប៉ុណ្ណឹងនិយាយប៉ុណ្ណឹងកុំឲ្យប្រឹងខ្លាំងអាហ្នឹងអត់អីទៅស្រួលប៉ុណ្ណាហ្នឹងហើយដូចសពដងវាមានអាតូចមួយនៅក្បែរនៅអីហ្នឹងឯងដូចនេះអាក្រោមនេះឧបលោអីនេះមួយនៅចិត្តអីចឹងស្រួលឥឡូវអត់លឺហ្នឹងឯងសន្តានាយប់មិញអីលឺអាក្រោមហ្នឹងច្បាស់ហ្មងស្ដាប់ទៅច្បាស់មែនទេហ្នឹងឯងប៉ុណ្ណាហើយព្រឹកហ្នឹងមិនបានអត់ដាក់អាហ្នឹងណាវាអត់លឺអាហ្នឹងណាវាអត់តមកអាហ្នឹងលឺដែរនេះឥឡូវលឺដែរនេះណាលឺតិចហ្នឹងឯងបាននៅក្បែរហ្នឹងគេលឺជួយណាជួយម្ដែងមិនលំបាកស្រែកសម្ដែងទៅធัวស្រែកពេកទៅក៏មិនពីរោះដែរហ្នឹងឯងស្រែកហ្នឹងវាសម្រាប់អ្នកឆ្លោះគ្នាមាត់តូចតែមួយក៏ស្រែកឮចង់សម្លុតគេណាហ្នឹងឯងស្រែកដូចយៈអញ្ចឹងទៅហ្នឹងខឹងក្រោតអីចឹងទៅចេះតែស្រែកទៅអំណាចនៃសេចក្តីក្រោតហ្នឹងប៉ុណ្ណាហើយសំដែងពធហ្នឹងឲ្យសំឡេងរត់ស្មើអញ្ចឹងណាហ្នឹងគឺយើងស្ដាប់ទៅពីរោះទៅតាមហ្នឹងទៅណាលឺហើយណាអង្គឈិននេះលឺនេះណាអានេះហ្នឹងហើយមើលរៀងដាក់ឲ្យបែរប្រឆិតមកខាងគូតិចណាហ្នឹងហើយអត់មានតន់លឺស្រែកមកវើងអីទេល្អហើយសំឡេងហ្នឹងហើយដាក់មកខាងហ្នឹងលឺនេះណាល្អបានណាខាធុហ្នឹងហើយហើយបនឈិនឯងបានសំឡេងមានរសជាតិណាលេងពធហ្នឹងណាមហារៈសោងិតមហារៈសោសកម្មភិរោជាតិមិនជាតិជរាណាជរាមច្ចៈនិវេរណោហ្នឹងក៏ណាអាហ្នឹងក្នុងវិគាថាទី5នេះណាគាថាទី5គឺថ្ងៃហ្នឹងអាចបានមួយអង្គដែរចឹងមិនក៏ជាលក្ខណាហ្នឹងឯងទី5ហ្នឹងមហារៈសោសកម្មភិរោចរិយាមច្ចៈនិវេរណោអរិយោថង្គិកោមគ្គោទុក្ខោបសមណោសិវោណាហ្នឹងបានកន្លះគាថាហ្នឹងជួយធ្លាប់រត់មាត់ពីណាមកដូចជានៅក្នុងធัวក្នុងបគាថាធម្មបទហ្នឹងឯងពេលហុងវេសារណੰយន្តតិអីហ្នឹងឯងមានមកចូលក្នុងអរិយោអថង្គិកោមគ្គោទុក្ខោបសមណោសេវោដូនកតុយតិចពីមុននោះទុក្ខោបសមគាមិនាងអានេះគ្រាន់តែទុក្ខោបសមណោដកឃ្លាទៅសេវោហ្នឹងគឺនឹកឃើញជូនបងឈិនមិញហ្នឹងមហារៈសោសុកម្មភិរោទាំងសុកម្មភិរោហ្នឹងគឺពធัวហ្នឹងមានជំរឿល្អណាជំរឿល្អហើយមានមហារសមានរសដ៏ធំមានរសដ៏ក្រៃលែងទៅក៏ណាគឺរក្សាណាថាមានរសមានកិច្ចហ្នឹងឯងមានកិច្ចច្រើនប៉ុន្តែប្រមូលមកក្នុងវិមុតតិរសហ្នឹងឯងបានរួចផុតពីការប្រកាន់ក្នុងបញ្ញខណ្ឌហ្នឹងគឺការដាក់ចុះនៅបញ្ញខណ្ឌហ្នឹងបានដល់ការរលត់នៅឆន្ទរាគៈ
ដែលត្រេកអរពេញចិត្តទៅក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងណាហ្នឹងឯងហើយឮស្រួលហើយនេះបានសំឡេងក្បែរហ្នឹងគាត់ណាអញ្ចឹងកន្លះម៉ោងបានកន្លងទៅហើយចូលម៉ោង8គាត់ណាហើយមានសំណួរអីចាំរៀបរាប់នៅក្នុងបកាថា6បកាថាកន្លះបងនិតឯងដឹងមិត្តជាលក្ខហ្នឹងកូនណាដែរណាកូនឧបាសិកាវិសាខាខ្ញុំណាមិនដែលបាននឹកកាប់ផ្លឹកអីថាមានកូនបួសជាព្រះអរហន្តអីទេនេះមកជួបមិត្តជាលក្ខនេះបានជ្រះថ្លាចេញចូលណាមហាវិហារចេតពុនទៅជ្រះថ្លាក៏បួសហើយសម្រាប់ជាព្រះអរហន្តទៅហ្នឹងហើយបានប្រកាសសម្ដែងគុណបរតនត្រ័យសម្ដែងគុណពធហ្នឹងអត់មានប្រកាសសម្ដែងតំណែងតំណងអវាទអីទៅសព្រាមចារីអីទេគឺថាសរសើរគុណពធហ្នឹងតែម្ដង6គាថាកន្លះហ្នឹងហ្នឹងឯងហើយក្នុងបៃដកហ្នឹងអត់មានខណ្ឌអីទេ1 2 3អត់ខណ្ឌរហូត4 5 6ក៏អត់ទេមកដល់បញ្ចប់តែហ្មងគណាបើធួនោះជាប់រហូតមកគណាជាប់រហូតដូចថាមួយមេ6គាថាកន្លះហ្នឹងដូចតែមួយមេសូត្រគឺថាអត់មានខណ្ឌហ្មងគណាហ្នឹងឯងត្រូវជាប់តគ្នាអញ្ចឹងទៅឬក៏ថាសេចក្តីនឹងសំដែងនៅក្នុងមួយមុខដែលប្រកាសគុណនៃពធត្រង់ដែលថាសុតេសិតោចក្ខុមតាពុទ្ធេនេនុពុទ្ធេនេតិច្ចពន្ធុនេះណាពុទ្ធេនៈហើយនឹងអតិច្ចពន្ធុនេះជាផៅពងនៃព្រះអាទិត្យណាហ្នឹងឯងពុទ្ធេនេពុទ្ធេមុនរួចបាននេទៅពុទ្ធេនៈណាពុទ្ធេនៈគឺដោយព្រះសម្មាសម្ពុទ្ធពុទ្ធេនៈហ្នឹងគឺសัพពញ្ញូពុទ្ធណាហើយនឹងអតិច្ចពន្ធុនេះទៅជាពុទ្ធេនេតិច្ចពន្ធុនេះពុទ្ធេនេតិច្ចពន្ធុនេះណាហើយព្រះអត្តកថាលោកបញ្យល់រឿងផៅពងនេះផៅពងរបស់ក្សត្រនៅក្នុងលោកហ្នឹងមានតែ2ទេគឺអតិច្ចពន្ធុហើយនិងសោមពន្ធុអតិច្ចពន្ធុហ្នឹងគឺផៅពងនៃព្រះអាទិត្យហើយនិងសោមពន្ធុហ្នឹងសោមហ្នឹងគឺប្រច័នណាមួយគឺជាផៅពងនៃព្រះអាទិត្យមួយជាផៅពងនៃប្រច័នហើយយើងមិនដែលឮនិយាយពីសោមពន្ធុអីហ្នឹងទេយើងនិយាយតែអតិច្ចពន្ធុដោយសារអីដោយសារអតិច្ចពន្ធុហ្នឹងព្រះអត្តថាលោកបញ្យល់ថាម្យ៉ាងទៀតដែលព្រះសម្មាសម្ពុទ្ធជាផៅពងនៃព្រះអាទិត្យគឺសំដៅយកព្រះអាទិត្យយើងបំភ្លឺលោកនេះនឹងឯងជាការប្រកាសគុណរបស់ព្រះអង្គដែលបំភ្លឺលោកដោយអំណាចនៃព្រះធម៌ប៉ុណ្ណាដែលព្រះអង្គទ្រង់ប្រកាសអរិយសច្ចធម៌ហ្នឹងនៅក្នុងសកលុទេយីសូត្រហ្នឹងគឺព្រះអង្គមិនយកត្រង់ដែលថា
ព្រះអង្គឆាន់តិចព្រះអង្គនៅក្នុងព្រៃព្រះអង្គប្រើប្រាស់របស់សៅមងអីជាដើមទៅនឹងទេមានសាវករបស់ព្រះអង្គហ្នឹងនៅក្នុងព្រៃជាងព្រះអង្គទៅទៀតដោយរូបកាយហ្នឹងណាឆាន់តិចអីហ្នឹងឯងហើយហ្នឹងឯងអានេះលើសសំឡេងថែមពីណាមកងូងមួយទៀតហ្នឹងលឺល្អហើយហ្នឹងហើយព្រះអង្គមិនយកកន្លែងហ្នឹងអីជាការសំខាន់នៅក្នុងការត្រាស់ដឹងរបស់ព្រះពុទ្ធអង្គទេគាត់ណាហ្នឹងឯងគឺសំខាន់នៃព្រះសម្មាសម្ពុទ្ធហ្នឹងគឺនៅត្រង់ព្រះអង្គប្រកាសសម្ដែងអរិយសច្ចធម៌ព្រះអង្គប្រកាសសតិប្បដ្ឋានសមបដ្ឋានអតិបាតឥន្ទ្រីពលៈពោឆង្គៈហ្នឹងហើយអរិយមគ្គហ្នឹងធ្វើឲ្យសត្វលោកហ្នឹងបានត្រាស់ដឹងនៅអរិយសច្ចធម៌ហ្នឹងឯងអាហ្នឹងសំខាន់ដែលជាពុទ្ធហ្នឹងព្រះអរិយបុគ្គលដែលលោកបានត្រាស់ដឹងនៅអរិយសច្ចធម៌ទៅហ្នឹងណាហ្នឹងហើយបានត្រាស់ដឹងនៅអរិយសច្ចធម៌គឺអត់មានទាមទារអ្វីពីព្រះសម្មាសម្ពុទ្ធទៀតទេអត់មានថាព្រះពុទ្ធអង្គនឹងត្រូវតែយ៉ាងនេះព្រះពុទ្ធអង្គនឹងត្រូវតែយ៉ាងនោះអីចឹងទៅណាគឺអត់មានចាំបាច់ថែមអីទៅនៅក្នុងគុណព្រះពុទ្ធអីហ្នឹងទៅទៀតទេណាហ្នឹងហើយឮស្រួលហើយណាអញ្ចឹងហ្នឹងហើយឮស្រួលហើយសំឡេងហ្នឹងក៏មកធ្វើអីទៀតណាហ្នឹងហើយមិញរៀងចង់ឮងូងថែមទៀតហ្នឹងហើយយ៉ាងឮស្រួលហើយណាប៉ុណ្ណឹងចុះព្រឹកហ្នឹងដូចជួយរៀបចំសលេងហ្នឹង 4-5 ដងហ្នឹងហ្នឹងហើយហើយមកពីវាចាប់ដើមដំបូងទៅវាអត់តាន់មានសមាធិហើយវាត្រូវបែកចិត្តទៅទទួលយកអារម្មណ៍ពីខាងក្រៅដោយសារសំឡេងហ្នឹងហើយរៀងឡើងតិចចុះតិចឥឡូវស្រួលហើយណាហើយយើងចូលមកក្នុងខ្លឹមសារពធនៅក្នុងវិគាថាហើយតេតួងទៅនឹងគុណព្រះសម្មាសម្ពុទ្ធដែលសិក្សាវិគាថានេះគឺថាជាគុណរបស់ព្រះសម្មាសម្ពុទ្ធនឹងហើយហ្នឹងហើយពីព្រោះចាប់ផ្ដើមសេចក្តីនៃពធទាំងអស់ហ្នឹងដែលព្រះពុទ្ធអង្គទ្រង់បានប្រកាសសម្ដែងហ្នឹងគឺនៅត្រង់ហ្នឹងណាគឺសតេសតោចក្ខុមេតាហ្នឹងយើងប្រែបានតាមហ្នឹងណាសតេសតោហ្នឹងគឺជាការសម្ដែងដោយល្អជាការប្រកាសដោយល្អចក្ខុមេតាហ្នឹងគឺព្រះពុទ្ធអង្គទ្រង់មាននៅចក្ខុហ្នឹងឯងចក្ខុមាន5ចក្ខុគឺយើងរាប់តាមលំដាប់លំដោយទៅថាមង្សចក្ខុទី2ទេពចក្ខុទី3បញ្ញាចក្ខុទី4ពុទ្ធចក្ខុទី5សមន្តចក្ខុណាយើងរាប់តាមនឹងទៅភ្នែកសាច់ក៏ណាហើយចក្ខុប្រសាទហ្នឹងហើយរបស់ព្រះអង្គហ្នឹងគឺទ្រង់តតឃើញដោយពិសេសហ្នឹងគ្រាន់តែភ្នែកធម្មតាហ្នឹងណាប៉ុណ្ណាមិនមែនដូចភ្នែកអីយើងទេព្រះអង្គទ្រង់តតឃើញពិសេសណាស់យប់ងងឹតអីយ៉ាងម៉េចក៏ព្រះអង្គទ្រង់តតឃើញណាប្រមាណ1យោជដោយជុំវិញទៀតណោះណាចក្ខុប្រសាទព្រះអង្គហ្នឹងភ្នែកធម្មតាណាភ្នែកសាច់ហ្នឹងឯងហើយដល់ទៅ
បន្ទាប់ទៅយើងចាំថាទី2ទៅទេពចក្ខុទៅយើងរាប់ឲ្យឡើងតិចដងអញ្ចឹងណាហ្នឹងឯងទេពចក្ខុអាហ្នឹងក៏លំដាប់នៃអត្ថកថាហ្នឹងលោករាប់អញ្ចឹងដែរមង្សចក្ខុទេពចក្ខុបញ្ញាចក្ខុពុទ្ធចក្ខុសមន្តចក្ខុហ្នឹងតាមលំដាប់ហ្នឹងដែរហ្នឹងឯងអញ្ចឹងទី2ទៅទេពចក្ខុទៅទី3បញ្ញាទៅតាមលំដាប់លើសពីទេពចក្ខុហ្នឹងទៅគឺបញ្ញាចក្ខុក្នុងការដែលព្រះអង្គបានត្រាស់ដឹងនៅសច្ចធម៌ជាពុទ្ធបរមគ្រូហើយព្រះអង្គសម្ដែងឲ្យអ្នកដតីហ្នឹងត្រាស់ដឹងបានត្រាស់ដឹងតាមព្រះអង្គហ្នឹងដែលជាសាវកពុទ្ធហ្នឹងមិនដោយព្រះវិជ័យកពុទ្ធអីហ្នឹងគឺมันអាចនឹងសម្ដែងឲ្យអ្នកដតីត្រាស់ដឹងបានទេអត់មានអ្នកណាត្រាស់ដឹងតាមព្រះវិជ័យកពុទ្ធទេមានតែព្រះវិជ័យកពុទ្ធផងគ្នារាប់រយអង្គរាប់ពាន់អង្គចឹងទៅក៏ណាហ្នឹងឯងហើយហ្នឹងគឺបញ្ញាយើងនិយាយពីបញ្ញាហ្នឹងគឺក្នុងការដែលត្រាស់ដឹងនៅអរិយសច្ចធម៌ជាដើមហ្នឹងហើយសំខាន់ក្នុងបញ្ញាចក្ខុហ្នឹងបដិច្ចសមុបាទធម៌ហ្នឹងហើយដល់ទៅចក្ខុរបស់ព្រះពុទ្ធអង្គទី4ហ្នឹងគឺពុទ្ធចក្ខុណាពុទ្ធចក្ខុហ្នឹងគឺសំដៅអាសយានុសយាញាណឥន្ទ្រិយបរោបរិយត្តិញាណប៉ុណ្ណាអានឹងពុទ្ធចក្ខុនៅក្នុងអសាធារណញាណណាគេបានន័យថាមិនទូទៅដល់អ្នកដតីក្រៅអំពីព្រះពុទ្ធអង្គទេណាពុទ្ធចក្ខុហ្នឹងបានដល់អាសយានុសយាញាណដែលព្រះអង្គទ្រង់ជ្រាបអធ្យាស្រ័យអនុស័យរបស់សត្វហើយនឹងឥន្ទ្រីចាស់ខ្លាឬក៏ទន់ខ្ចីនឹងឥន្ទ្រិយបរោបរិយត្តិញាណពុទ្ធចក្ខុអង្គនៅនេឧរុវេលាសេនានិគមក្នុងសប្តាហ៍ទី8ណាព្រះអង្គទ្រង់ដាច់យាងមកគង់នៅកន្លែងទទួលចង្ហាន់នាងសុជាតាក៏ដូចជាសប្តាហ៍ទី5ព្រះអង្គគង់នៅហ្នឹងហើយសប្តាហ៍ទី8ហ្នឹងក៏ព្រះអង្គគង់នៅហើយពិចារណាបរិស័ទ4ចម្ពោះដោយផ្កាឈូកក្នុងជលឋានហ្នឹងឃើញសត្វលោកហ្នឹងគឺមានប្រភេទជាអុក្ខិតតញ្ញូណាអាហ្នឹងគឺដូចផ្កាឈូកដែលផុតពីទឹកហើយរងចាំពេលវេលារីកតែប៉ុណ្្នឹងទេហើយវិបច្ចតញ្ញូគឺក៏ផុតពីទឹកដែរប៉ុន្តែថាប៉ែមទឹកហ្នឹងហើយចំណែកនេយៈបុគ្គលហ្នឹងនៅក្នុងទឹកហ្នឹងឯងតែខំប្រឹងលូតឲ្យផុតទឹកមកទៀតហើយនឹងបតិបរមៈបុគ្គលនៅក្នុងភក់អីណោះហ្នឹងឯងអញ្ចឹងគឺបរិស័ទ4ចម្ពោះហ្នឹងគឺអុក្ខិតតញ្ញូវិបច្ចតញ្ញូនេយៈបុគ្គលហើយនឹងបតិបរមៈបុគ្គលហ្នឹងណាបរិស័ទ4ចម្ពោះហ្នឹងដោយផ្កាឈូកក្នុងជលឋានគឺទឹកជាលក្ខក្នុងទីដែលមានទឹកហ្នឹងហ្នឹងឯងក្នុងពគាថាសម្ដែងរឿងខោសិតសិទ្ធិនៅកោសំពីហ្នឹងណាត្រង់ដែលថាពពេវៈសន្និវាសេនៈបច្ចុប្បន្នៈហេតេនវាអេវន្តាំងជាយតេពេម៉ាំងឧបលង្វៈយៈថោតកេហ្នឹងឯងហ្នឹងគឺប្រែត្រង់បាតទី3ទៅមុនអេវន្តាំងជាយតេពេម៉ាំងនេះ
chia tê pê măng ní sự đây sợ lạnh nhẫn miền ca cợt láng đôi hai pi giang nè năng ngày láng đôi hai pi giang